ចាកម្មវិធីព័ត៌មានការងារប្រចាំសប្តាហ៍សូមគោរពជំរាបសួរដល់បងប្អូនទស្សនិកជនដែលកំពុងតែតាមដានទស្សនាការ live នៅក្នុងเพจរបស់អង្គការតម្លៃស្ត្រីចាដែលយើងកំពុងតែធ្វើការ live ផ្ទាល់នេះពេលឥឡូវនេះចាចាឥឡូវយើងជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនាងខ្ញុំរតនាចារួមជាមួយនឹងនាងខ្ញុំម៉ាយ៉ុំចាជារៀងរាល់សប្តាហ៍នៅថ្ងៃប្រហ័សវេលាម៉ោង 11 ដល់ 12 ថ្ងៃត្រង់ចាកម្មវិធីព័ត៌មានការងារប្រចាំសប្តាហ៍ផលិតឡើងដោយអង្គការតម្លៃស្ត្រីចាសូមអធិស្ឋានចាព័ត៌មានការងារប្រចាំសប្តាហ៍ផងដែរគឺយើងធ្វើឡើងផលិតឡើងនៅក្នុងគោលបំណងដើម្បីផ្ដល់ឱកាសការងារទៅកាន់បងប្អូនដែលកំពុងតែស្វែងរកឱកាសការងារដែលគិតថាមិនដឹងថាទៅរកនៅឯណាឬក៏ពិបាកក្នុងការទទួលបានព័ត៌មានអញ្ចឹងអង្គការតម្លៃស្ត្រីធ្វើកម្មវិធីនេះឡើងដើម្បីចែកជូនទៅកាន់បងប្អូនដែលកំពុងតែស្វែងរកឱកាសការងារធ្វើហើយយ៉ាងណាមិញក៏នាងខ្ញុំទាំងពីរនាក់សូមបងប្អូនដើម្បីជួយក្នុងការ like ក៏ដូចជា share មានន័យថាគាំទ្រនៅក្នុងកម្មវិធីនេះជួយ like ជួយ share ដើម្បីចែករំលែកទៅកាន់បងប្អូនដទៃទៀតដែលគាត់អត់ទាន់បានស្គាល់ឬក៏អត់ទាន់បានដឹងអំពីកម្មវិធីព័ត៌មានការងាររបស់យើងចាដូច្នេះហើយការដែល share របស់បងប្អូនមួយចេញទៅគឺជាបើយើងនិយាយខ្លីទៅថាធ្វើបន់ចាវាជាការធ្វើបន់មួយដែរពីព្រោះអីអ្នកមួយចំនួនទេគាត់ពិបាកគាត់ស្វែងរកការងារធ្វើហើយអញ្ចឹងទៅកាលណាដែលបងប្អូនចែករំលែកទៅពួកគាត់ទទួលបានព័ត៌មានដែលគាត់គិតថាគាត់ចង់ធ្វើគាត់ចាប់អារម្មណ៍គាត់ចង់ទៅធ្វើផ្នែកនេះផ្នែកនោះអញ្ចឹងទៅចាគាត់មានការងារធ្វើតែម្ដងចាហើយថ្ងៃនេះយ៉ាងម៉េចដែរសុខទុក្ខយ៉ាងណាដែរអ្នកគ្រូរតនាសប្តាហ៍កន្លងមកហើយគឺសុខសប្បាយធម្មតាចាហើយខ្ញុំគិតថាបងប្អូនយើងប្រជាពលរដ្ឋយើងក៏សុខសប្បាយដែរពីមួយថ្ងៃពីសប្តាហ៍ទៅសប្តាហ៍ដែរចាជាការពិតណាស់សង្ឃឹមថាបងប្អូនទាំងអស់គ្នាចាទទួលមានន័យថាសុខទុក្ខសុខសប្បាយដូចយើងខ្ញុំទាំងពីរនាក់ដែរចាអញ្ចឹងកម្មវិធីព័ត៌មានការងារប្រចាំសប្តាហ៍នេះថ្ងៃនេះគឺយើងមានការងារ10ការងារផងដែរគឺបាត់2ហើយបងប្អូនមានន័យថាគឺមានបងប្អូនយើងដាក់ពាក្យចាដាក់ពាក្យបន្តអញ្ចឹងទៅថ្ងៃនេះគឺនៅសល់តែ2ទេនៅសល់តែ10ទេចាអញ្ចឹងបងប្អូនរស់រាន់ឡើងចាអញ្ចឹងទៅយើងនឹងព្យាយាមស្វែងរកឬក៏ផ្ដល់ឱកាសការងារទៅកាន់បងប្អូនបន្ថែមបន្តទៀតអញ្ចឹងអូខេអញ្ចឹងថ្ងៃនេះកម្មវិធីព័ត៌មានការងារយើងក៏សូមធ្វើការអានជូនតែម្ដងចាទៅលើព័ត៌មានការងារទី1ផងដែរចាឥឡូវយើងបើខាត់ពេលយូរយើងចូលព័ត៌មានការងារទី1ចាចង់ជំរាបសួរឬក៏ចង់ជំរាបទៅដល់សភាពនារីឬក៏សភាពបរិបទទាំងអស់ថាសិប្បកម្មដែលរឹតកាត់ដេរក៏នៅតែបន្តរើសផ្នែកនារីឬក៏បរិបទដែលមានជំនាញកាត់ដេរនោះណាចាគាត់នៅតែបន្តក្នុងការរើសចាហើយចំអាយុពី18ឆ្នាំឡើងទៅចាគាត់ទទួលបានទាំងពីរភេទចាហើយការងារដែលបងអូនប្រុសបងអូនស្រីចង់សាកល្បងនឹងថាសិប្បកម្មកាត់ដេរដែលរឹតនោះគឺថាអ្នកដែលចេះហើយក៏មានឱកាសក្នុងការចូលធ្វើការនៅទីនោះហើយអ្នកដែលមិនទាន់ចេះក៏មានឱកាសចូលធ្វើការដែរដោយថាគាត់មិនទាន់ចេះគាត់ចូលទៅខាងសិប្បកម្មនោះគឺគាត់បង្ហាត់បង្រៀនទៅដល់បងអូនប្រុសឬក៏បងអូនស្រីដែលមានចំណាប់អារម្មណ៍ក្នុងការដែលគាត់កាត់ដេរនោះដែរចានៅពេលដែលគាត់កាត់បង្រៀនចេះហើយក្រោយមកមួយខែថារយៈពេលមួយខែគឺគាត់បានចេះហើយមួយខែមកគឺគាត់ទទួលការងារហ្នឹងតាមសមត្ថភាពរបស់គាត់ចាហើយបរិវត្តទទួលតាមចំណេះជំនាញសមត្ថភាពរបស់គាត់ដែរចាហើយជាពិសេសការងារដែលគាត់ធ្វើការនៅទីនេះនោះខាងសិប្បកម្មកាត់ដេរនោះគឺគាត់ផ្ដល់ជាកន្លែងស្នាក់នៅចាកន្លែងស្នាក់នៅហើយដែលពិសេសជាងនឹងទៀតគឺផ្ដល់អាហារដល់ទៅ3ពេលនោះចាអាហារ3ពេលមានកន្លែងស្នាក់នៅគឺជាពិសេសមែនទែនអញ្ចឹងសភាពនារីសភាពបរិបទដែលចាប់អារម្មណ៍ក្នុងការកាត់ដេរដែលមានពីមុនស្រាប់ហើយដែលធ្លាប់ដេរក៏អាវបរិបទដែលដេរក៏អាវនារីអញ្ចឹងណាឬក៏មួយគាត់ធ្លាប់ដេរនៅរោងចក្រហើយឥឡូវការងាររោងចក្រត្រូវបិទរំសាយអីមួយចំនួនគាត់ថាជំនាញមានតែដេរទៅធ្វើការកន្លែងផ្សេងទៀតអត់មានតែដេរគឺសិប្បកម្មដែលរត់កាត់ដេរនេះតែម្ដងចាពិសេសនោះគឺគាត់បានកន្លែងស្នាក់នៅហើយអាហារ3ពេលតែម្ដងទៀតចាគឺល្អមែនទេចាអស្ចារ្យមែនទេចាហើយទីតាំងនោះគឺនៅកម្ពុជាសិទ្ធិតែម្ដងចាកម្ពុជាសិទ្ធិចាហើយនាងខ្ញុំហៅជូននៅលេខទូរស័ព្ទដែលទំនាក់ទំនងបើសិនជាអស់លោកស្រីចង់ទំនាក់ទំនងតាមเพจអង្គការតម្លៃស្ត្រីខ្ញុំឆាតចូលเพจក៏បានតាក់ទងតាមលេខទូរស័ព្ទបំសិបកម្មផ្ទាល់តែម្ដងចាអញ្ចឹងលេខសិបកម្មគឺមានលេខ096
217 64 និង 30 ចានេះខ្ញុំសូមហៅជូនម្ដងទៀត096 217 64 និង 30 ចាទីតាំងនៅកម្មគោសិទ្ធីតែម្ដងអញ្ចឹងសូមគោរពអញ្ជើញសុភាពនារីនិងសុភាពបរោះដែលចំណាប់អារម្មណ៍នឹងថាកាត់ដេរចាសូមតំណែងតំណងទៅតាមលេខទូរស័ព្ទឬក៏ឆាតចូលភ័យអង្គការតម្លៃស្ត្រីរបស់នាងខ្ញុំចាចាអញ្ចឹងព័ត៌មានទី1បានចែកជូនទៅដល់ហើយឥឡូវខ្ញុំសូមចូលព័ត៌មានទី2តែម្ដងចាកុំឲ្យខាត់ពេកយូរអញ្ចឹងព័ត៌មានទី2គឺចាអុកកាហ្វេចាអុកកាហ្វេគឺគាត់ជឿរើផ្នែកជំនួយការចុងភៅចាជំនួយការចុងភៅនោះគឺផ្នែកនារីចាអាយុ18ឆ្នាំឡើងទៅចាគាត់មានជំនាញក្នុងការដែលចេះចុងភៅខ្លះដែរចាជួយធ្វើម្ហូបអាចជួយធ្វើអាហារណាគឺចាជំនួយការចុងភៅមានអាយុ18ឆ្នាំផ្នែកនារីចា18ឆ្នាំទៅហើយដែលគាត់ម៉ោងពេលវេលាដែលគាត់ធ្វើការគឺធ្វើការនៅថ្ងៃម៉ោង 6:30 នាទីរហូតដល់ម៉ោង 3 រសៀលល្ងាចចាម៉ោង 6:30 នាទីម៉ោង 3 រសៀលល្ងាចចាបើសិនជាសុភាពនារីចំណាប់អារម្មណ៍នៅផ្នែកជំនួយការចុងភៅសូមតាក់ទងមកនៃអង្គការតម្លៃស្ត្រីឬក៏ភ័យអង្គការតម្លៃស្ត្រីហ្នឹងថាខមមិនចូលហ្នឹងគឺយើងទទួលក្រុមការងារយើងទទួលបានទាំងអស់ហ្នឹងគឺនឹងទទួលបានការព័ត៌មានទាំងអស់ហ្នឹងគឺឆ្លើយតបទៅបងប្អូនទាំងអស់ដែលគាត់ឆាតចូលភ័យអង្គការតម្លៃស្ត្រីយើងតែម្ដងចាហើយទីតាំងហ្នឹងប្រាប់ថានៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខចាសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខតែម្ដងចាអញ្ចឹងព័ត៌មានការងារយើងបានពីរំលងផុតទៅហើយលើចូលព័ត៌មានទី3សូមជួបអ្នកគ្រូម៉ៃយំតែម្ដងចាចាអរគុណច្រើនអ្នកគ្រូអញ្ចឹងព័ត៌មាន2កន្លងផុតទៅហើយបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកអង្គការតម្លៃស្ត្រីផ្ទាល់ឬក៏តាក់ទងទៅតាមលេខទូរស័ព្ទដែលអ្នកគ្រូរតនាគាត់បានប្រកាសជូនបងប្អូនអំបញ្ញមិញនេះចាដូច្នេះឥឡូវនេះយើងចូលទៅដល់ព័ត៌មានទី3ចាយើងទៅកាន់បូរីវ៉ារីណាចាបូរីវ៉ារីណាគឺយើងទទួលរហូតទៅដល់4តំណែងណាបងប្អូនចាអញ្ចឹងចង់ដឹងថាតើមានការងារអ្វីខ្លះបងប្អូនរងចាំនាងខ្ញុំប្រកាសជូនបងប្អូនតែម្ដងចាអញ្ចឹងមុខតំណែងទី1គឺមេការនៅផ្ទះថៅកែចាអញ្ចឹងតកតងទៅនឹងមុខតំណែងធ្វើមេការនេះគឺលក្ខខណ្ឌនៃការជ្រើសរើសត្រូវមានបទពិសោធន៍ជាមេការនៅតាមផ្ទះថៅកែក្រុមហ៊ុនផ្សេងដែរមានន័យថាយើងត្រូវមានបទពិសោធន៍អញ្ចឹងណាហើយមើលការខុសត្រូវការងារចាផ្នែកអនាម័យអ្នកចុងភៅអ្នកយាមអ្នកបើកបរហើយមួយទៀតអាចសរសេរអក្សរខ្មែរបានចាមានបទពិសោធន៍យ៉ាងតិច2ឆ្នាំចាបងប្អូនត្រូវមានបទពិសោធន៍យ៉ាងតិច2ឆ្នាំចាហើយអាចស្នាក់នៅក្នុងផ្ទះថៅកែបានចាមានអាយុចាប់ពី35ឆ្នាំរហូតដល់45ឆ្នាំចានេះគឺជាលក្ខខណ្ឌដែលបងប្អូនត្រូវតែមានចាសម្រាប់ទីតាំងគឺនៅជិតវត្តសំរោងអណ្ដែតខណ្ឌសែនសុខចាចឹងសម្រាប់អត្ថប្រយោជន៍ដែលបងប្អូនត្រូវទទួលបាននោះគឺទទួលបានប្រាក់ខែសមរម្យចានៅក្នុងមួយខែបងប្អូនក៏មានពេល2ថ្ងៃផងដែរសម្រាប់ធ្វើការសម្រាកហើយការជប់សម្រាប់បុណ្យទានគឺបងប្អូនមានពេលជប់សម្រាប់ធម្មតាចាមានន័យថាបន់ចូលឆ្នាំខ្មែរ4ថ្ងៃហើយនឹងភ្ជុំបិណ្ឌ4ថ្ងៃចាពួកអីយើងត្រូវការទៅលេងស្រុកកំណើតឬក៏ចាជួបជុំបងប្អូនអីចឹងណាចាជាស្រ័យបងប្អូនថ្ងៃហ្នឹងរៀងស្អកយ៉ាងម៉េចទេចាសលេងខេមចាអញ្ចឹងទៅមុខតំណែងទី2គឺខាងចុងភៅចាបើសិនជាបងប្អូនមានជំនាញផ្នែកចុងភៅពិតជាត្រូវមែនតើចាអញ្ចឹងលក្ខខណ្ឌនៃការជ្រើសរើសគឺគាត់ត្រូវការភេទស្រីមានអាយុចាប់ពី25ដល់45ឆ្នាំចាហើយមួយទៀតត្រូវមានអត្តសញ្ញាណប័ណ្ណឬសិភៅគ្រួសារច្បាប់ដើមចាមានបទពិសោធន៍ខ្លះតាក់ទងទៅនឹងការងារចុងភៅនៅតាមផ្ទះដែរចាអាចសរសេរអក្សរខ្មែរបានចាត្រូវមានភាពអនាម័យស្អាតគ្រប់ពេលវេលាចានៅកន្លែងផ្ទះបាយអីចឹងណាចាមួយទៀតគឺមានបទពិសោធន៍ការងារយ៉ាងតិច2ទៅ3ឆ្នាំចាខាងផ្នែកចុងភៅពីព្រោះអីមានន័យថាត្រូវប៉ិនខាងធ្វើម្ហូបឆ្នៃទៅម្ហូបចាឆ្ងាញ់មានរសជាតិឆ្ងាញ់អីចឹងណាចាមួយទៀតមានជំនាញខាងគ្រប់គ្រងផ្ទះបាយបើយើងអត់ចេះគ្រប់គ្រងផ្ទះបាយទេទៅធ្វើចុងភៅគាត់កើតដែរគ្រាន់ម្ហូបមួយមុខរីពេញតុចឹងអត់កើតទេចឹងមានន័យថាត្រូវការជំនាញក្នុងការគ្រប់គ្រងផ្ទះបាយចាមានភាពស្មោះត្រង់អត់ធ្មត់ចានៅក្នុងការងារចេះតស៊ូចានេះគឺជាលក្ខខណ្ឌដែលខាងបរិយាវ៉ារីណាគាត់ត្រូវការ
ចាអញ្ចឹងមួយទៀតតកតងនឹងអត្ថប្រយោជន៍ចាបងប្អូនទទួលបានប្រាក់ខែសមរម្យចាហើយទទួលបានការជប់សម្រាប់2ថ្ងៃនៅក្នុងមួយខែផងដែរចាមួយទៀតការជប់សម្រាប់បុណ្យទានគឺបងប្អូនអាចជប់សម្រាប់បានតាមធម្មតានៅថ្ងៃបុណ្យចូលឆ្នាំចិនចូលឆ្នាំខ្មែរសំទោសបុណ្យចូលឆ្នាំខ្មែរហើយនឹងបុណ្យភ្ជុំបិណ្ឌចាមួយទៀតបុគ្គលិកធ្វើការចាប់ពី6ខែឡើងទៅគឺបងប្អូននឹងទទួលបានប្រាក់លើកទឹកចិត្តចាប្រាក់ខែលើកទឹកចិត្តហ្នឹងចំនួន2ដងមានន័យថា2ខែហ្នឹងបងប្អូនចាក្នុងចូលឆ្នាំខ្មែរម្ដងហើយចូលឆ្នាំជុំម្ដងភ្ជុំបិណ្ឌម្ដងចាថ្ងៃហ្នឹងដូចតាក់ឃើញអ្នកគ្រូស្អាតពេកថ្ងៃនេះចង់ភ្លេចខ្លួនចាចង់ភ្លេចខ្លួនអត់ទេចាអញ្ចឹងបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទ012 851 406ចាទីតាំងនៅជិតវត្តសំរងអាណត្តិខណ្ឌសែនសុខដដែលចាសម្រាប់មុខតំណែងទី3ចាគឺផ្នែកអ្នកបើកឡានចាគឺគាត់ត្រូវការរហូតដល់3នាក់ឯណោះចាបើកឡានសម្រាប់ដឹកតកែចាដឹកតកែក្រុមហ៊ុនផ្ទាល់អញ្ចឹងណាចាអញ្ចឹងលក្ខខណ្ឌនៃការជ្រើសរើសត្រូវចេះអាននិងសរសេរអក្សរខ្មែរមានបទពិសោធន៍បើកបរចាឡានទំនើបចាចេះប្រើប្រាស់ទូរស័ព្ទដើម្បីកម្មង់អីវ៉ាន់ផ្សេងហើយក៏ត្រូវការអាយុចាប់ពី25រហូតដល់40ឆ្នាំផងដែរចាហើយមិនត្រឹមតែប៉ុណ្ណោះទេបងប្អូនគឺយើងត្រូវការកម្ពស់ចាប់ពី1.75 ម៉ែត្រឡើងទៅណាបងប្អូនចាហើយសម្រាប់ឯកសារគឺត្រូវមានអត្តសញ្ញាណប័ណ្ណសិភៅគ្រួសារបានបើកបរនិងកាត់ចាក់វ៉ាក់សាំងដែរដើម្បីមានន័យថាធានានៅសុវត្ថិភាពក៏ដូចជាមិនត្រឹមតែធានាសុវត្ថិភាពនៅដល់ចាតកែក្រុមហ៊ុនទេប៉ុន្តែធានាសុវត្ថិភាពដល់ខ្លួនយើងផងដែរចាមួយទៀតត្រូវស្គាល់ផ្លូវនៅទីក្រុងភ្នំពេញយើងចាប់ពី 70% ឡើងទៅចាបងប្អូនដែលស្គាល់ផ្លូវច្រើនឬក៏មានបទពិសោធន៍ដូចដែលខ្ញុំបានលើកឡើងខាងលើចាបងប្អូនអាចដាក់ពាក្យមកបានចាសម្រាប់អត្ថប្រយោជន៍បងប្អូនទទួលបានប្រាក់ខែសមរម្យហើយបងប្អូនក៏អាចចរចាជាមួយនឹងខាងក្រុមហ៊ុនឬក៏ខាងតកែបានដែរហើយមួយទៀតបងប្អូនមានពេលឈប់សម្រាក2ថ្ងៃនៅក្នុងមួយខែចាហើយអាហារ3ពេលនៅក្នុងមួយថ្ងៃផងដែរព្រោះអីល្អមែនតើដែលបងប្អូនមានពេលឈប់សម្រាកហើយក៏មានបាយមានន័យថាមានអាហារ3ពេលផងដែរអញ្ចឹងពេលឈប់សម្រាកបុណ្យទានចាបុណ្យជាតិណាអញ្ចឹងបងប្អូនមានពេលឈប់សម្រាកតាមធម្មតាចាដូចដែលនាងខ្ញុំលើកឡើងខាងលើមុននឹងដែរដោយសារតែក្រុមហ៊ុនតែមួយអញ្ចឹងណាបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនដែលធ្វើការរយៈពេល6ខែឡើងទៅបងប្អូនក៏ទទួលបានប្រាក់ខែលើកទឹកចិត្តចំនួន2ខែផងដែរចាគឺនៅថ្ងៃចូលឆ្នាំខ្មែរក៏ដូចជាភ្ជុំបិណ្ឌចាមួយទៀតការគឺការស្នាក់នៅផ្ទះតកែហ្នឹងគឺគេមានវេនឆ្លាស់គ្នាអញ្ចឹងហើយបានមានន័យថាមានការឆ្លាស់វេនគ្នាអញ្ចឹងណាបងប្អូនពូអញ្ចឹងហើយបានគាត់ជ្រើសរើសច្រើន3នាក់អញ្ចឹងត្រូវមានការឆ្លាស់វេនគ្នាមិនកំណត់ថាអង្គអ្នកនឹងត្រូវធ្វើការពេញរហូតទាំងយប់ទាំងថ្ងៃអត់ទេគឺត្រូវមានវេនឆ្លាស់គ្នាចាអញ្ចឹងសម្រាប់មុខតំណែងបន្ទាប់ទៀតគឺអ្នកថែសួនចានេះគឺសម្រាប់អ្នកបងប្អូនលោកអ្នកបងប្អូនដែលចូលចិត្តបែបការដើមឈើឬក៏ស្មៅឬក៏អីដែលតាក់ទងមួយការថែសួនអីអញ្ចឹងណាលំអផ្ទះអីអញ្ចឹងទៅត្រូវមែនតើអញ្ចឹងសម្រាប់លក្ខខណ្ឌនៃការជ្រើសរើសនោះគឺបងប្អូនមានបទពិសោធន៍ខ្លះតាក់ទងជាមួយនឹងការងារដាំដំណាំនិងកាត់ស្មៅចាអាចអាននិងសរសេរអក្សរខ្មែរបានមួយទៀតត្រូវមានន័យថាចេះយកចិត្តទុកដាក់ជាមួយនឹងការងារព្រោះការងារដាំស្មៅដាំផ្កាហ្នឹងបើយើងអត់យកចិត្តទុកដាក់ជាមួយទេតិចងាប់ស្មៅអស់ចាអត់មានបានខៀវបៃតងអីទេអញ្ចឹងប្រាក់ខែគឺទទួលបានសមរម្យមែនតែនបងប្អូនអញ្ចឹងដើម្បីចង់ដឹងព័ត៌មានកាន់តែច្បាស់បងប្អូនសូមតាក់ទងមកកាន់អង្គការតម្លៃស្ត្រីចាក៏ដូចជាតាក់ទងទៅកាន់លេខទូរស័ព្ទដែលនាងខ្ញុំបានអានខាងលើហ្នឹងចាអញ្ចឹងសម្រាប់អត្ថប្រយោជន៍គឺបងប្អូននៅក្នុងមួយខែគឺបងប្អូនអាចជប់សម្រាប់បាន2ថ្ងៃចាហើយជប់សម្រាប់បុណ្យទានធម្មតាមួយទៀតបុគ្គលិកដែលធ្វើការចាប់ពី6ខែឡើងទៅក៏ទទួលបានប្រាក់ខែលើកទឹកចិត្តចំនួន2ខែផងដែរចាបងប្អូនអញ្ចឹងបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទ012 851 406ចាទីតាំងគឺនៅជិតវត្តសំរងអណ្ដែតខណ្ឌសែនសុខផងដែរចា
ចាអរគុណច្រើនចំពោះអ្នកគ្រូចាឥឡូវយើងចូលដល់ព័ត៌មានទី4ចាព័ត៌មានទី4ការងារព័ត៌មានទី4គឺតកតងទៅនឹងចន្ទថា Beauty Salon ចាចន្ទថា Beauty Salon គាត់នៅតែបន្តនឹងការរើសបុគ្គលិករបស់គាត់2នាក់ចាគឺផ្នែកកូនជាងមួយនិងផ្នែកមេជាងមួយដែរចាអញ្ចឹងចង់ជំរាបទៅដល់សភាពនារីយើងទាំងអស់ដែលគាត់មានជំនាញក្នុងការដែលរៀន salon ហើយចាចេះ salon ហើយមានបទពិសោធន៍ក្នុងការធ្វើ salon ណាចាចន្ទថា Beauty គាត់នឹងរើស2នាក់គឺកូនជាងមួយហើយនិងមេជាងមួយចាហើយម៉ោងធ្វើការដែលគាត់ធ្វើគឺម៉ោង8ព្រឹកដល់ម៉ោង8យប់តែចំពោះការងារណាដែលថាមិនសូវជាមានភ្ញៀវគឺយើងអាចឈប់ពីម៉ោង6ឬក៏ម៉ោង7នៅគាត់បិទហាងតែបើថាភ្ញៀវគាត់ច្រើនគឺម៉ោង8ព្រឹកដល់ម៉ោង8យប់ចាហើយមានបទពិសោធន៍គឺថាគាត់ធ្លាប់រៀន salon គាត់ចេះធ្វើ salon ហើយចាគឺថាមានភាពរស់រាយរាក់ទាក់ចារស់រាយរាក់ទាក់រហ័សរហួនក្នុងការដែលគាត់ធ្វើការងារ salon ហ្នឹងចាអញ្ចឹងកាលណាបងប្អូនមានភាពរស់រាយរាក់ទាក់ចេះទទួលខុសត្រូវនឹងការងារចានៅពេលបានទទួលភ្ញៀវគឺមិនមែនត្រឹមតែបានទទួលប្រាក់ពីគាត់ពីម្ចាស់ហាងពីតកែអាចទទួលបានលុយធីបពីភ្ញៀវទៀតផងចានៅពេលការយើងរស់រាយរាក់ទាក់នោះចាហើយប្រាក់ខែនោះក៏អាចទទួលតាមចំណេះជំនាញទៅដល់បងប្អូនដែលគាត់មានចំណេះជំនាញក្នុងការសាឡនជាមួយម្ចាស់ហាងផងដែរចាហើយកុំភ្លេចទៅឲ្យក្នុងមួយខែក៏អាចឈប់2ថ្ងៃដែរហើយបុណ្យទានធំដូចចូលឆ្នាំឬក៏ប្រជុំគាត់ទទួលបានការឈប់សម្រាកដោយបងប្អូនដែលគាត់ធ្វើការតាមក្រុមហ៊ុនតាមស្ថាប័នផ្សេងៗដូចគ្នាដែរចាហើយបើសិនជាបងប្អូនមានតំណែងឬក៏ចង់តំណែងក្នុងខាង Salon Beauty នេះគឺយើងតាក់ទងទៅនឹងអង្គការតម្លៃស្ត្រីចូលឆាតចូលភេទឬក៏តំណែងតាមលេខទូរស័ព្ទដែលនាងខ្ញុំហៅជូនចាហើយទីតាំងគឺនៅនឹងផ្សារទួលបរោចាជាប់ផ្សារទួលបរោតែម្ដងចាអញ្ចឹងមានលេខទូរស័ព្ទដែលតំណែងគឺលេខទូរស័ព្ទ016ចា53 67និង45ចានេះខ្ញុំហៅជូនម្ដងទៀតគឺ016 53 67និង45ចាហ្នឹងបើសិនចង់តំណែងទៅម្ចាស់ហាងផ្ទាល់ក៏បានឬក៏ឆាតចូលភ័យអង្គការតម្លៃស្ត្រីក៏បានដែរចាចាអរគុណមែនតើចាមិញនេះតេតងទៅនឹងហាងសាឡនចាឥឡូវនេះមកដល់សាឡនទៀតហើយប៉ុន្តែបញ្ជាក់ណាបងប្អូនចាថ្ងៃនេះសាឡនគឺបាត់ទៅ2ហើយចាដោយសារតែមានអ្នកដាក់ពាក្យចាមានអ្នកដាក់ពាក្យបន្តអញ្ចឹងបងប្អូនសូមរុះរាន់ណាឥឡូវនៅសល់2ទៀតទេបងប្អូននៅសល់តែ2ហាងទៀតទេបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អញ្ចឹងបងប្អូនអាចដាក់ពាក្យបានចាអញ្ចឹងសម្រាប់ការងារបន្ទាប់គឺនៅហាង William Beauty Salon ចានៅហាង William Beauty Salon នេះគឺគាត់ត្រូវការជ្រើសរើសកូនជាង salon ចំនួន1នាក់ដែរចាដោយសារមានភ្ញៀវចូលអញ្ចឹងទៅអត់មានអ្នកជួយអញ្ចឹងគាត់ត្រូវការកូនជាងបន្ថែមទៀតដើម្បីជួយគាត់បន្ថែមអញ្ចឹងណាអញ្ចឹងលក្ខខណ្ឌនៃការជ្រើសរើសគឺគាត់ត្រូវការភេទស្រីចាមានអាយុចាប់ពី18ឆ្នាំឡើងទៅចាហើយធ្លាប់រៀនជំនាញផ្នែកសាឡននឹងបានខ្លះអញ្ចឹងណាហើយមានបទពិសោធន៍ខ្លះដែរហើយមានភាពវាងវៃរហ័សរហួនពីព្រោះអីការងារសាឡនកាលណាដែលយើងអត់រហ័សរហួនយើងធ្វើការអត់បានលឿនទេអញ្ចឹងទៅត្រូវមានភាពវាងវៃរហ័សរហួនវៃឆ្លាតអញ្ចឹងណាមានភាពច្នៃប្រឌិតអីចឹងទៅចាមានភាពរស់រាយរាក់ទាក់ជាមួយនឹងភ្ញៀវចាមានន័យថាកំឡុងពេលយើងធ្វើការងារហ្នឹងយើងត្រូវមានភាពរស់រាយរាក់ទាក់មានទំនួលខុសត្រូវខ្ពស់នៅក្នុងការងារហើយម៉ោងធ្វើការនោះគឺចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង7ល្ងាចចាហើយមួយទៀតសម្រាប់បុណ្យទានធំបងប្អូនអាចឈប់សម្រាកបានធម្មតាគាត់អត់មានឲ្យយើងទៅធ្វើការថ្ងៃបុណ្យទានទេបងប្អូនចាហើយអញ្ចឹងបងប្អូនមានជំរើសចាបងប្អូនអាចស៊ីភាគរយក៏បានហើយជាប្រាក់ខែក៏បានទៅតាមសមត្ថភាពរបស់បងប្អូនដែរអញ្ចឹងណាចាអញ្ចឹងបងប្អូនបើសិនជាមានចំណាប់អារម្មណ៍បងប្អូនអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ086 29 75 60អញ្ចឹងបើសិនជាមិនចង់តាក់ទងទៅលេខទាត់ទេអាចតាក់ទងមកកាន់អង្គការតម្លៃស្ត្រីថាសូមជួបពិភាក្សាមួយអ្នកគ្រូសិនឬក៏អីសិនអូខេបានឆាតមកពេកអង្គការតម្លៃស្ត្រីតឬក៏តាមលេខឬក៏ទៅតាមលេខទូរស័ព្ទដែលមាននៅលើអេក្រង់នោះតែម្ដងចាអញ្ចឹងសម្រាប់ទីតាំងរបស់ហាង William Beauty Salon នេះគឺនៅក្នុងផ្សារលំជាងហាក់ស្ពានដែកចំការដូងចាគឺនៅនៅចំការដូងនឹងយើងនឹងឯងចាចាអញ្ចឹងស
សម្រាប់ការងារទី5គឺបានបញ្ចប់ហើយចាឥឡូវនេះយើងទៅការងារបន្ទាប់ទៀត ចាអរគុណអ្នកគ្រូចាអញ្ចឹងការងារទី5បានចប់យើងចូលដល់ការងារទី6ម្ដងចាមុនចូលដល់ការងារទី6ខ្ញុំសូមជំរាបទៅដល់អស់លោកស្រីដែលបានទស្សនានៅเพจអង្គការម្ដាយស្ត្រីគឺកុំភ្លេចlike ហើយនិង share ទៅដល់បងប្អូនយើងទាំងអស់គ្នាបានទទួលព័ត៌មានការងារផងដែរចាសភាពនារីសភាពបរិសុទ្ធយើងបានទទួលព័ត៌មានការងារដូចថាមានជីវភាពធូរធារសម្បូរសប្បាយដោយកាត់ភាពក្រីក្រដែរហើយជួយដល់ប្រទេសជាតិយើងផងដែរចាសអរគុណច្រើនអញ្ចឹងយើងចូលដល់ព័ត៌មានការងារទី6គឺមជ្ឈមណ្ឌលថែទាំកុមារចាមជ្ឈមណ្ឌលថែទាំកុមារគឺត្រូវការសភាពនារីយើងពីអាយុចាប់ពី35ឆ្នាំដល់50ឆ្នាំចាសូមជម្រាបថាបងប្អូនថាងខ្ញុំអាយុច្រើនហើយគ្មានបទពិសោធន៍ធ្វើការអីទេអត់ចេះអីទេចាអញ្ចឹងមជ្ឈមណ្ឌលថែទាំកុមារគឺកុមារមានអាយុ3ខែដល់5ឆ្នាំចាអញ្ចឹងសភាពនារីយើងមានអាយុចាប់ពី35ឆ្នាំដល់50ឆ្នាំគឺមានឱកាសក្នុងការទទួលការងារផងដែរចាបទពិសោធន៍ក្នុងការថែបុត្រចាគឺ35ឆ្នាំបើគាត់មានបុត្រហ្នឹងគឺគាត់មានដែរហើយដល់50ឆ្នាំអាចថាជាក្រែនម៉ាហើយចាអាចថាជាលោកយាយដែរគឺមានបទពិសោធន៍ច្រើនមែនទែនក្នុងការថែទាំបុត្រហ្នឹងណាចាក៏មានឱកាសក្នុងការទទួលបានការងារដែរចាហើយការងារនោះក៏ទទួលបានប្រាក់ខែក៏សមរម្យដែរចាអញ្ចឹងហើយគាត់ធ្វើការពីម៉ោង7ដល់ម៉ោង5កន្លះល្ងាចចាម៉ោង7ដល់7ព្រឹកណាចាម៉ោង7ព្រឹកដល់ម៉ោង5កន្លះល្ងាចចាអញ្ចឹងបើសិនជាសភាពនារីយើងមានចំណាប់អារម្មណ៍នឹងការដែលចង់ធ្វើការមជ្ឈមណ្ឌលថែទាំកុមារសូមតាក់ទងនៅអង្គការតម្លៃស្ត្រីយើងគឺឆាតចុះពេកឬក៏មានលេខទូរស័ព្ទដែលនៅក្នុងហ្នឹងចាគឺមានលេខ081 511និង555ចាអញ្ចឹងអ្នកខ្ញុំហៅជួបម្ដងទៀតគឺ081 511គឺ555អញ្ចឹងបើសិនជាបងប្រុសបងសំទោសបងស្រីចំណាប់អារម្មណ៍ក្នុងការដែលទទួលការងារថែទាំកុមារនៅតាមមជ្ឈមណ្ឌលសូមអញ្ជើញរស់រាន់នឹងការដាក់ពាក្យចាដាក់ពាក្យឬក៏ឆាតចូលពេកអង្គការតម្លៃស្ត្រីសួរពីព័ត៌មានក្រុមការងារខាងនាងខ្ញុំនឹងឆ្លើយតបចាឆ្លើយតបឬក៏ឆាតខលតាមលេខទូរស័ព្ទដែលនាងខ្ញុំហៅជូននោះក៏បានដែរចាហើយចាទីតាំងនោះគឺនៅខណ្ឌសែនសុខចាខណ្ឌសែនសុខបើសិនជាបងប្អូនមានទីតាំងនៅជិតហ្នឹងគឺងាយស្រួលនឹងទទួលបានការងារនឹងតែម្ដងចាអញ្ចឹងការងារទី6នោះបានរំលងហើយឥឡូវយើងឈានចូលដល់ការងារទី7ម្ដងទៀតចាការងារទី7សំដៅទៅលើភោជនីយដ្ឋានទន្លេបាសាក់ចាភោជនីយដ្ឋានទន្លេបាសាក់ចាគាត់រើសតំណែងចាតំណែងមានដូចផ្នែកលក់ចាផ្នែកលក់ចំនួន3នាក់ចាត្រូវការទាំង2ភេទចា3នាក់តែត្រូវការទាំង2ភេទផ្នែកឡាយចំនួន1នាក់ចាផ្នែកឡាយចំនួន1នាក់ប្រាក់បៀវត្សទទួលបានសមរម្យនិងទទួលបានតាមសមត្ថភាពទៅដល់បងប្អូនប្រុសប្អូនស្រីដែលគាត់មានសមត្ថភាពណាទទួលបានសមរម្យហើយទទួលបានអាហារ2ពេលទៀតដែរចាទទួលបានអាហារ2ពេលដែលគិតថ្លៃទេគាត់ទទួលអាហារ2ពេលចាមួយទៀតនោះបើសិនជាអស់លោកស្រីចង់តំណាក់តំណងតាមថាខ្ញុំចង់ឆាតចូលផ្ទាល់សួរព័ត៌មានលំអិតជាងហ្នឹងក៏អាចថាតំណាក់តំណងតាមលេខទូរស័ព្ទឬក៏ឆាតចូលពេកអង្គការតម្លៃស្ត្រីខ្ញុំក៏បានដែរអញ្ចឹងខ្ញុំហៅលេខជូនដើម្បីឲ្យអស់លោកស្រីណាដែលចំណាប់អារម្មណ៍គឺតាក់ទងតាមលេខទូរស័ព្ទតែម្ដងចាអញ្ចឹងលេខទូរស័ព្ទដែលមាន061 33 37និង21ចាមួយខ្សែទៀត016 78 98 88ចាមួយខ្សែទៀត088 5805 60និង48ចានេះខ្ញុំហៅជួបម្ដងទៀតគឺ061 33 33 37និង21ចា016 78 98 88ចា088 805 60 48ចាលេខគាត់នឹងមានរហូតទៅដល់3ខ្សែតែម្ដងអញ្ចឹងបើសិនមានចំណាប់អារម្មណ៍ក្នុងការដែលធ្វើការនៅក្នុងហាងទន្លេបាសាក់សូមតំណាក់តំណងទៅតាមលេខទូរស័ព្ទដែលនាងខ្ញុំហៅជូនឬក៏លេខទូរស័ព្ទនៅតាមអេក្រង់នៅเพจអង្គការតម្លៃស្ត្រីឬក៏ឆាតចុះเพจអង្គការតម្លៃស្ត្រីក៏បានដែរចាចាអរគុណមែនតើអញ្ចឹងឥឡូវនេះកុំឲ្យខាត់ពេលវេលាយើងតទៅទៀតចាយើងតទៅការងារបន្តទៀតគឺយើងទៅដល់អាហារដ្ឋាន
វីយ៉ូណូរីចាអញ្ចឹងចាំមើលថាអាហារដ្ឋានវីយ៉ូណូរីគាត់ត្រូវការរើសតំណែងអីខ្លះចាឥឡូវយើងទៅមើលទាំងអស់គ្នាចាសម្រាប់អាហារដ្ឋានវីយ៉ូណូរីគឺគាត់ត្រូវការជំនួយការកណន័យចំនួន1តំណែងចាគឺត្រូវការបន្ថែមទៀតគឺផ្នែក IT ចាអ្នកកាន់ស្តុកនិងបញ្ជាទិញទំនិញចូលចាមួយទៀតគឺផ្នែករដ្ឋបាលនិងធនធានមនុស្សចាអញ្ចឹង4ផ្នែកនេះគឺខាងអាហារដ្ឋាន Noria Video គឺគាត់ត្រូវការដើម្បីទៅបម្រើការងារនៅកន្លែងហាងរបស់គាត់តែម្ដងចាអញ្ចឹងសម្រាប់អត្ថប្រយោជន៍គឺថ្ងៃឈប់សម្រាកបុណ្យជាតិគឺបងប្អូនទទួលបានធម្មតាចាឈប់សម្រាកមួយថ្ងៃនៅក្នុងមួយសប្តាហ៍ចាមួយទៀតគឺមានអាហារមួយពេលផងដែរសម្រាប់បងប្អូនចាហើយមិនត្រឹមតែប៉ុណ្ណោះទេនៅមានប្រាក់សេវាកម្មផ្សេងៗទៀតដែលបងប្អូនបម្រើការនៅទីនោះបងប្អូននឹងទទួលបានអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍បងប្អូនសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ099 68 1894ចា088 80 56 048ចាអញ្ចឹងទីតាំងវិញគឺនៅដីឡូលេខ41ផ្លូវលំចាភូមិកោះនរាសង្កាត់កោះនរាខណ្ឌច្បារអំពៅភ្នំពេញចាគឺនៅភ្នំពេញយើងនេះតែម្ដងហើយគឺទេសភាពស្អាតមែនទែនបងប្អូនចាហើយមើលទៅតំណងណាស់ចាអញ្ចឹងសង្ឃឹមថានៅពេលដែលបងប្អូនបានទៅដាក់ពាក្យធ្វើការនៅហ្នឹងមិនត្រឹមតែទទួលបានប្រាក់ខែទេមែនអត់អ្នកគ្រូតាមតែខាងនឹងទទួលបានគេហៅថាទេសនីយភាពយ៉ាងស្រស់តកាធ្វើឲ្យអារម្មណ៍យើងក៏សប្បាយទៅតាមនឹងដែរអ្នកគ្រូណាចាអញ្ចឹងទៅសង្ឃឹមថាបងប្អូនរស់រានដាក់ពាក្យចាមកកាន់ដើម្បីទៅធ្វើការនៅហាងវីយ៉ូណូរីតែម្ដងចាឥឡូវនេះយើងការទៅការងារបន្ទាប់ទៀតចាដែលអានជូនអ្នកគ្រូរតនាចាអរគុណច្រើនចាឥឡូវយើងចូលដល់ការងារទី9ចាការងារទី9គឺសំដៅទៅលើសាលារៀនយើងចាអញ្ចឹងមានឈ្មោះថាសាលារៀនគ្រូយើងចាសាលារៀនគ្រូយើងត្រូវការជ្រើសរើសបុគ្គលិកលើតំណែងដូចខាងក្រោមដែលមានទី1គឺគ្រូបង្រៀនកម្រិតបឋមសិក្សាភេទស្រីចំនួន10នាក់ចាហើយធ្វើការនោះពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ចាទី2គ្រូភាសាអង់គ្លេសភេទស្រីចំនួន10នាក់ដែរធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ដូចគ្នាចាទី3គឺគ្រូភាសាចិនទាំងពីរភេទចំនួន10នាក់ចាហើយផ្នែកអនាម័យចាផ្នែកអនាម័យគឺទទួលអនាម័យជ្រើសរើសចំនួន5នាក់តែម្ដងចាចំនួន5នាក់ហើយធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យអញ្ចឹងអ្នកគ្រូហើយក៏ពេញថ្ងៃហ្មងចាអាចមានម៉ោងគាត់ថាមានថ្ងៃដែលគាត់ដូរវេនគ្នាប៉ុន្តែគាត់ដាក់ថ្ងៃអញ្ចឹងប៉ុន្តែមានថ្ងៃដែលគាត់ជប់សម្រាប់ហ្នឹងគឺនិយាយថាដូរវេនគ្នាវិលជុំណាចាមិនមែនឲ្យធ្វើពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យគ្មានពេលឈប់ទេចាគឺគាត់ដូរវេននេះដោយសារសាលារៀនមានការមមាញឹកអញ្ចឹងគឺការបោសសម្អាតច្រើនអញ្ចឹងណាអញ្ចឹងគាត់ដូរវេនគ្នាចាអញ្ចឹងចំពោះផ្នែកទីផ្សារចាផ្នែកទីផ្សារត្រូវការចំនួន10នាក់ដែរចាធ្វើការពីថ្ងៃច័ន្ទនិងដល់ថ្ងៃសៅរ៍ដូចគ្នាចាលក្ខខណ្ឌក្នុងការជ្រើសរើសការងារត្រូវមានសញ្ញាបត្ររកកសលគ្រូចាឬក៏សញ្ញាបត្រដែលមានតម្លៃស្មើនឹងរកកសលគ្រូដែរចាហើយមួយទៀតផ្ដល់អាទិភាពសម្រាប់និស្សិតសិស្សនិងនិស្សិតឆ្នាំទី3និងឆ្នាំទី4ដែរអញ្ចឹងជំរាបទៅដល់បងអូនស្រីបងអូនប្រុសដែលនិស្សិតឆ្នាំទី3ទី4គាត់មានចេះផ្នែកភាសាហ្នឹងគឺជំនាញហ្នឹងគឺគាត់ទទួលបានការងារក្នុងសាលារៀនគ្រូយើងចាយកមកដល់បងថាបងប្អូនទាំងអស់នេះមានចំណេះជំនាញទាំងអស់ហ្នឹងហើយត្រូវផ្ដល់ចំណេះជំនាញទៅដល់អ្នកដទៃថាបងប្អូនជំនាន់ក្រោយទៀតឲ្យបានចេះចំណេះជំនាញដូចបងប្អូនដែរចាចាអញ្ចឹងអត្ថប្រយោជន៍នោះគាត់ទទួលបានប្រាក់បៀវត្សសមរម្យទៅតាមសមត្ថភាពទៅដល់បងប្អូនស្រុកបងប្អូនស្រីទាំងដែរហើយនឹងទីសិននោះគឺគាត់មានក្នុងការដែលគាត់ធ្វើការរយៈពេល6ខែឡើងទៅគឺមានសញ្ញាបត្រសរសើរឬក៏លិខិតបញ្ជាក់ពីការងារចារយៈពេល6ខែឡើងទៅណាចាហើយពិសេសនោះគាត់ទទួលបានការដំណើរកំសាន្តនៅក្នុងស្រុកអាចថាមួយឆ្នាំធ្វើការកំសាន្តម្ដងជាមួយបុគ្គលិករួមគ្នាដើរលេងម្ដងឲ្យបានថាកភាពតាំងតឹងឬភាពការនឿយហត់របស់យើងក្នុងមួយឆ្នាំម្ដងចាក៏មានភាពដំណើរកំសាន្តជាមួយក្រុមការងារដែរចាហើយទី4នោះគឺទទួលបានការអប់រំនិងវគ្គបណ្ដុះបណ្ដាលតកតងទៅនឹងវិធីសាស្ត្រក្នុងការបង្រៀនក្នុងសាលាហ្នឹងគឺគេថាផ្នែកបំពន់បន្ថែមទៅដល់លោកគ្រូអ្នកគ្រូទាំងអស់ហ្នឹងដែលគាត់បង្រៀនសិស្សណាបំពន់ឲ្យចំណេះវិជ្ជាគាត់កាន់តែកើនឡើងថែមទៀតដែរដើម្បីបង្រៀនទៅបងប្អូនជំនាន់ក្រោយដែរចាចាហើយបង្រៀនតាមក្បួនខ្នាតគរុកុសលតែម្ដងចាហើយលេខទូរស័ព្ទតាក់ទងខ្ញុំហៅជូនលេខទូរស័ព្ទតាក់ទងបើសិនជាបងអូនស្រីបងអូនប្រុសនិស្សិតទាំងអស់
ចំណាប់អារម្មណ៍នឹងការសាលារៀនគ្រូយើងសូមតំណតំណងតាមមេទូរស័ព្ទដែលខ្ញុំហៅជួឬក៏ឆាតចូលពេកនឹងអង្គការតម្លៃស្ត្រីនាងខ្ញុំក៏បានចាអញ្ចឹងខ្ញុំសូមហៅលេខទូរស័ព្ទដែលតំណតំណងគឺលេខទូរស័ព្ទ077 244 440មួយខ្សែទៀត010 744និង440ចានេះខ្ញុំហៅម្ដងទៀត077 244 440 010 744 440ចាហ្នឹងលេខទូរស័ព្ទរបស់គ្រូយើងហ្នឹងគឺមានតែពីខ្សែនឹងទេហើយបើសិនជាបងអូនប្រុសបងអូនស្រីក្នុងការជំនាញក្នុងការឯកទេសក្នុងការsocial media ណាអាចឆាតចូលនឹង page គ្រូយើងចា page គ្រូយើងមានទទួលព័ត៌មានលម្អិតខាងនៅក្នុង page ហ្នឹងក៏បានដែរចាបើមិនចឹងទេតំណតាមលេខទូរស័ព្ទដែលនាងខ្ញុំហៅជួឬក៏ឆាតចូល page អង្គការតម្លៃស្ត្រីខ្ញុំក៏ដឹងព័ត៌មានដែរក្រុមការងារហ្នឹងរៀបរាប់ជូនតែម្ដងចាសូមជំរាបទៅដល់បងអូនប្រុសបងអូនស្រីបងប្អូនទាំងអស់ដែលបានទស្សនានៅ page អង្គការតម្លៃស្ត្រីកំពុងតែ like ការងារនេះសូមកុំភ្លេចជួយ like និងជួយ share ដើម្បីឲ្យបងប្អូនយើងទទួលបានព័ត៌មានការងារផងដែរចាដែលថាគាត់រវល់ការងារមិនបានជួយបានឆែកមើលឬក៏មិនបាន like មើលគាត់រវល់ធ្វើការងារផ្សេងឬក៏គាត់បានស្គាល់ណាសូមកុំភ្លេចជួយ like និងជួយ share ទៅឲ្យបងប្អូនយើងទទួលបានការងារដើម្បីឲ្យគាត់មានជីវភាពធូរធារហើយធ្វើឲ្យមានភាពថាជីវភាពគាត់បងប្អូនយើងទទួលបានការងារច្រើនចាមានជីវភាពធូរធារកាត់ភាពក្រីក្រផងដែរចាបានមានការងារធ្វើទាំងអស់គ្នាកាត់ភាពក្រីក្រធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនរុងរឿងទៅដែរចាអរគុណហើយនឹងព័ត៌មានការងារខ្ញុំគឺបញ្ចប់នៅត្រឹមនេះហើយខ្ញុំជូនទៅដល់លើព័ត៌មានហ្នឹងទៅដល់អ្នកគ្រូម៉ៃយំតែម្ដងចាអញ្ចឹងអរគុណអ្នកគ្រូអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចតកតងនឹងខាងសាលាគ្រូយើងក៏គាត់ទទួលគ្រូមានន័យថាការធ្វើការ part time ដែរចាអញ្ចឹងមានន័យថាបងប្អូនចង់ទៅបរិញ្ញា1ម៉ោង2ម៉ោងនៅក្នុងមួយថ្ងៃក៏គាត់មានដែរបងប្អូនអញ្ចឹងបងប្អូនសំខាន់តកតងមកខាងយើងខ្ញុំសិនដើម្បីពិគ្រោះឬក៏ពិភាក្សាគ្នាអញ្ចឹងណាកុំឃើញថាអានឹងឃើញតែអ្នកគ្រូប្រកាសទៅដូចពេញអញ្ចឹងណាពេញម៉ោងអញ្ចឹងតែអរេយើងមានការងារ part time ដែរអញ្ចឹងណាបងប្អូនអញ្ចឹងអាស័យដ្ឋានគឺនៅផ្ទះលេខ241ផ្លូវលេខ11ភូមិសម្បួរសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញចាអញ្ចឹងគឺនៅក្នុងបុរីពិភពថ្មីចំការដង1ចានេះគឺជាទីតាំងសាលារៀនគ្រូយើងផងដែរបងប្អូនអញ្ចឹងសម្រាប់ព័ត៌មានការងាររបស់យើងគឺអស់ហើយប៉ុន្តែឥឡូវនេះយើងចូលមកដល់វគ្គបណ្ដុះបណ្ដាលវិញម្ដងអញ្ចឹងយើងរងចាំមើលថាតើវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះស្ថិតនៅឯណាហើយនៅកន្លែងណាអញ្ចឹងនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចាវិទ្យាស្ថានជាតិពហុបច្ចេកទេសដេជោសែនចាជាអតីតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាលចាអញ្ចឹងគាត់ត្រូវការសិស្សនិស្សិតជាច្រើនដើម្បីចូលទៅសិក្សាទៅលើជំនាញជាច្រើនតែម្ដងដោយឥតគិតថ្លៃចាបងប្អូនអត់ចាំបាច់ត្រូវបង់ថ្លៃសាលាទេព្រោះនេះគឺជាសាលារបស់រដ្ឋដែលផ្ដល់ជូនទៅកាន់បងប្អូនដែលអ្នកខ្លះទៅគាត់ធ្លាក់តាំងពីថ្នាក់ទី9អីចឹងទៅចាគាត់អាចនឹងបាក់ទឹកចិត្តអីចឹងណាថាមិនដឹងថាត្រូវទៅរកការងារនៅណាឬក៏ចង់បោះបង់ចោលចឹងណាអញ្ចឹងអត់ទេយើងខាងសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសដែលចូលសែនគឺគាត់នៅតែផ្ដល់ឱកាសទៅកាន់បងប្អូនយើងអញ្ចឹងឥឡូវនេះយើងទៅមើលតកតងទៅនឹងសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចាផ្នែកបញ្ញាបត្ររងចាគឺសិក្សារយៈពេល2ឆ្នាំចាដែលមានជំនាញដូចខាងក្រោមទី1ចាផ្នែកអគ្គិសនីចំនួន40នាក់ចាទី2បរិក្ខារត្រជាក់ចំនួន25នាក់ទី3វិទ្យាសាស្ត្រកុំព្យូទ័រចំនួន25នាក់ចាទី4ចាយន្តសាស្ត្ររថយន្តចំនួន40នាក់ទី5គ្រប់គ្រងពាណិជ្ជកម្មចំនួន25នាក់ចាទី6អក្សរសាស្ត្រអង់គ្លេសចំនួន40នាក់ទី7សំណង់ស៊ីវិល40នាក់ចាទី8បសុព្យាបាលចំនួន25នាក់ចាគឺខាងសាលាគឺជ្រើសរើសច្រើនមែនតែនអញ្ចឹងហើយវាជាការផ្ដល់ឱកាសមួយមែនតែនខ្ញុំពិតជាសរសើរទៅដល់រាជរដ្ឋាភិបាលដែលនៅតែបន្តធ្វើការជួយទៅដល់បងប្អូនដែលមានន័យថាគាត់ត្រូវការចំណេះជំនាញតខ្លួនណាព្រោះបងប្អូនដឹងអត់ថាការដែលយើងមានជំនាញតខ្លួនមួយគឺពិតជាល្អមែនតើយើងទៅណាទៅណីអត់ដាច់បាយអត់ដាច់ពោះទេបងប្អូនព្រោះអី
ជំនាញហ្នឹងអត់មានអ្នកណាអាចលួចបានទេទ្រព្យសម្បត្តិដែលយើងកាន់គេអាចលួចបានប៉ុន្តែជំនាញនៅក្នុងខ្លួនផងយើងគឺអត់មានអ្នកណាគេអាចលួចបានទេបងប្អូនយើងមានយើងចេះគឺយើងជាអ្នកដែលធ្វើការរកលុយនោះបានអញ្ចឹងជំនាញហ្នឹងបំរើយើងជំនាញនោះគឺជាអ្នកដែលចិញ្ចឹមយើងតែម្ដងអញ្ចឹងហើយបានខ្ញុំយល់ថាល្អអញ្ចឹងសម្រាប់បងប្អូនដែលជាប់ឬក៏ធ្លាក់បាក់ដុំបងប្អូនអាចដាក់ពាក្យមកបានអញ្ចឹងណាចាអញ្ចឹងយើងទៅបន្តទៀតតើតើនឹងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈចាយើងសិក្សារយៈពេល1ឆ្នាំដែលមានជំនាញដូចខាងក្រោមទី1ដំឡើងបណ្ដាញអគ្គិសនីនៅក្នុងអាគារចាចំនួន50នាក់ទី2ការថែទាំនិងជួសជុលរថយន្តចំនួន25នាក់ទី3សេវាកម្មបរិក្ខារត្រជាក់នៅក្នុងគេហដ្ឋានចំនួន25នាក់ចាទី4ផ្សារអគ្គិសនីចំនួន25នាក់ទី5ការងារកំបោរ25នាក់ចាទី6សេវាកម្មកុំព្យូទ័រចំនួន50នាក់ទី7ចាការរក្សាសម្ផស្សនិងសម្អាងកាយចំនួន25នាក់ចាសម្អាងកាយដូចខាងសាឡនខាងអីនឹងឯងបងប្អូនចាទី8ការផលិតនំចាអញ្ចឹងត្រូវការសិស្សចំនួន25នាក់ដែរអញ្ចឹងសម្រាប់លក្ខខណ្ឌនៃការជ្រើសរើសបងប្អូនដែលជាប់ឬក៏ធ្លាក់ថ្នាក់ទី9ក៏បងប្អូនអាចដាក់ពាក្យមកបានដែរណាបងប្អូនពួកអីវាជាឱកាសមួយសម្រាប់យើងសម្រាប់បងប្អូនទាំងអស់គ្នាចាហើយឥឡូវនេះយើងចូលទៅដល់រៀនជំនាញវគ្គខ្លីៗវិញម្ដងព្រោះមិញ2ឆ្នាំ1ឆ្នាំអញ្ចឹងណាអញ្ចឹងឥឡូវនេះមកដល់ការរៀនជំនាញវគ្គខ្លីៗវិញម្ដងបងប្អូនចាគឺយើងរៀនតែ4ខែទេចារៀន4ខែខ្លីមែនតើបិទបើក4ខែចាប់ហើយយើងមានជំនាញតែម្ដងអញ្ចឹងជំនាញនោះគឺការដំឡើងបណ្ដាញអគ្គិសនីនៅក្នុងអាគារចាហើយមួយទៀតការថែទាំនិងជួសជុលរថយន្តចាទី3គឺសេវាកម្មសម្អាងកាយទី4សេវាកម្មបរិក្ខារត្រជាក់នៅក្នុងគេហដ្ឋានបងប្អូនអញ្ចឹងទាំង4ជំនាញនេះបងប្អូនអាចចូលរៀនបានចារៀនឆាប់ចូលរៀនឆាប់ចប់ហើយឆាប់មានជំនាញប្រចាំខ្លួនផងបងប្អូនទាំងអស់គ្នាផងដែរអញ្ចឹងការបរិច្ឆេទគឺទទួលចាប់ពីថ្ងៃប្រកាសដំណឹងនេះតទៅចាបងប្អូនអាចរស់រានឡើងពីព្រោះអីកន្លែងមានកំណត់ណាបងប្អូនចាមិនមែនថាមានអ្នកច្រើនណាស់ដែលគាត់ត្រូវការរៀនអញ្ចឹងហើយសូមរស់រាននៅពេលដែលពួកខ្ញុំចាប់ផ្ដើមប្រកាសទៅគឺនឹងមានអ្នកទៅដាក់ពាក្យបដាហើយបងប្អូនណាចាអញ្ចឹងសម្រាប់ទីតាំងវិញចាគឺនៅផ្លូវជាតិលេខ 21B ចាភូមិព្រែកសំរោងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលចាហើយសូមបញ្ជាក់បន្តិចដែរសម្រាប់សិស្សដែលមានបានសមត្ថភាពក្រីក្រ1ក្រីក្រ2បងប្អូននឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន20,000រៀលនៅក្នុងមួយខែបន្ថែមជាការលើកទឹកចិត្តនិងជួយសម្រួលទៅដល់ការសិក្សារបស់បងប្អូនអញ្ចឹងណាពួកអីនិយាយទៅសូមកោតសរសើរចំពោះរាជរដ្ឋាភិបាលរបស់យើងដែរដែលគាត់តែងតែយកចិត្តទុកដាក់ចាផ្ដល់ជាវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃហើយប៉ុន្តែបន្ថែមជាគេហៅថាប្រាក់ឧបត្ថម្ភទៅទៀតចាហ្នឹងហើយអញ្ចឹងពិតជាល្អមែនតើអញ្ចឹងចាចុងក្រោយនេះគឺវិញ្ញាបនបត្រដែលបញ្ជាក់ការសិក្សាដែលបងប្អូនរៀនចប់មកហ្នឹងគឺចេញដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចាមិនមែនរៀនហើយចេញទៅបាត់ទេណារៀនហើយគឺយើងមានលិខិតបញ្ជាក់ផងដែរចាវិញ្ញាបនបត្របញ្ជាក់ថាបងប្អូនពិតជាបានរៀនចេញពីសាលារបស់រដ្ឋពិតមែនចាដូច្នេះហើយទាំងព័ត៌មានការងារទាំងវគ្គបណ្ដុះបណ្ដាលចាបណ្ដុះបណ្ដាលជំនាញគឺយើងដល់ទីបញ្ចប់ឲ្យបងប្អូនចាឥឡូវនេះមកដល់អង្គការតម្លៃស្ត្រីវិញម្ដងពួកអីកម្មវិធីព័ត៌មានការងារប្រចាំសប្ដាហ៍គឺផលិតឡើងដោយអង្គការតម្លៃស្ត្រីអញ្ចឹងអង្គការតម្លៃស្ត្រីរបស់យើងក៏មានសេវាកម្មជូនទៅកាន់បងប្អូនដែរអញ្ចឹងសម្រាប់អង្គការតម្លៃស្ត្រីផ្ទាល់ចាគឺយើងមានសេវាកម្មដូចជាផ្ដល់ជាវគ្គបណ្ដុះបណ្ដាលទៅកាន់បងប្អូនស្ត្រីជាពិសេសបងប្អូនស្ត្រីដែលបម្រើការងារពេលរាត្រីចាអញ្ចឹងយើងមានដូចជាការរៀនសាឡនចាការប្រឹក្សាយោបល់និងសេវាកម្មផ្សេងៗទៀតដែលបងប្អូនគិតថាចង់ដឹងបន្ថែមអាចតាក់ទងមកកាន់អង្គការតម្លៃស្ត្រីបានហើយមួយទៀតតាក់ទងនឹងកញ្ចប់អាហារូបករណ៍ចាដែលផ្ដល់ជូនទៅកាន់បងប្អូនស្រីចានិស្សិតដែលមានជីវភាពខ្វះខាតអញ្ចឹងណានៅតាមបណ្ដាខេត្តឬក៏
ជាស្ត្រីដែលងាយរងគ្រោះនិងរងគ្រោះចានៅតាមបណ្ដាខេត្តឬក៏នៅទីក្រុងភ្នំពេញក៏ដោយអញ្ចឹងគឺយើងកញ្ចប់អាហារូបករណ៍នេះគឺយើងផ្ដល់ទៅកាន់ថ្នាក់អនុវិទ្យាថ្នាក់វិទ្យាល័យអនុវិទ្យាល័យនិងមហាវិទ្យាល័យផងដែរអញ្ចឹងបើបងប្អូនចាបងប្អូនស្ត្រីមានន័យថាក្មេងស្រីចាក្មេងស្រីអញ្ចឹងអាចតាក់ទងមកកាន់អង្គការតម្លៃស្ត្រីដើម្បីទទួលបានកញ្ចប់អាហារូបករណ៍នេះចាមួយទៀតគឺអង្គការតម្លៃស្ត្រីក៏មានផ្ទះសុវត្ថិភាពដែរដែលហៅថា Butterfly Home ចាអញ្ចឹងសូមជូនទៅកាន់បងប្អូនសុភាពនារីចាដែលទៅតែបញ្ចប់ការសិក្សាថ្នាក់ទី7មិនថានៅតាមបណ្ដាខេត្តឬក៏នៅតាមទីក្រុងភ្នំពេញទេចាហើយគិតថាចង់មករៀនបន្តពីព្រោះអីអង្គការតម្លៃស្ត្រីមិនត្រឹមតែធ្វើការជាមួយនឹងបងប្អូនស្ត្រីដែលធ្វើការនៅតាមមានន័យថាធ្វើការនៅពេលរាត្រីនោះទេប៉ុន្តែក៏ចង់លើកទឹកចិត្តបន្តគាំទ្រទៅកាន់ក្មេងស្រីចាដែលគាត់ឥឡូវហ្នឹងគាត់មានន័យថាគាត់ចង់រៀនបន្តតែអត់មានលទ្ធភាពអញ្ចឹងហើយគាត់ថាបើសិនជាខ្ញុំរៀនចាំថ្នាក់ទី12ហើយចង់ឡើងមកទីក្រុងភ្នំពេញដើម្បីបន្តការសិក្សាតែអត់មានកន្លែងស្នាក់នៅអត់មានកន្លែងស្នាក់នៅអត់មានបងប្អូនអញ្ចឹងចាសុភាពនារីទាំងអស់អាចតាក់ទងមកកាន់អង្គការតម្លៃស្ត្រីបានដោយអង្គការតម្លៃស្ត្រីមានផ្ទះសុវត្ថិភាពដើម្បីជូនបងប្អូនណាចាអញ្ចឹងសូមរស់រាន់ឡើងចាពួកអីកន្លែងមានកំណត់សុវត្ថិភាពរបស់យើងគឺមានកំណត់ទេបងប្អូនអញ្ចឹងសូមបងប្អូនរស់រាន់ដាក់ពាក្យដើម្បីតន់ឲ្យតន់គេអញ្ចឹងណាចាអញ្ចឹងកម្មវិធីព័ត៌មានការងារប្រចាំសប្តាហ៍របស់យើងថ្ងៃនេះគឺឈានដល់ទីបញ្ចប់ហើយចាហើយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដោយអចេតនាណាមួយចាឥឡូវនេះកម្មវិធីព័ត៌មានការងារប្រចាំសប្តាហ៍ចាសូមអរគុណសូមជម្រាបលាចាដឹង